ចឹងឥឡូវគឺថាអត់ពិបាកទៀតទេបើសិនជាមិនចង់ send file ទេក៏យើងអាចប្រើប្រាស់ជាមួយនឹងមុខងារ HD នៅលើ Telegram បានដែរសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការមកប្រាប់ពីមុខងារមួយដែលមាននៅលើ Telegram ដែលយើងមិនចាំបាច់ send ជា file ទេក៏រូបភាពមួយនោះច្បាស់បានដូចគ្នាដែរអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងចូលមកកាន់ app Telegram របស់យើងមកចឹងនៅពេលដែលអ្នកទាំងអស់គ្នាចង់ផ្ញើរូបភាពទៅកាន់នរណាម្នាក់ណាឬក៏ជានៅក្នុង group ឬក៏ personal private chat អីចឹងទៅចឹងអ្នកទាំងអស់គ្នាចូលមកកាន់ account មួយនឹងមកបន្ទាប់មកទៀតយើងចុចទៅកាន់កន្លែងសញ្ញាឃ្នៀបនេះណាអញ្ចឹងបន្ទាប់មកយើងចុចទៅលើរូបភាពណាមួយដែលយើងចង់ send ទៅកាន់ម្នាក់ហ្នឹងអញ្ចឹងដូចថាឥឡូវខ្ញុំចង់ send ជាមួយនឹងរូបសត្វឆ្មាមួយនេះអញ្ចឹងរាល់ដងអ្នកទាំងអស់គ្នាប្រហែលជាអត់បានចាប់អារម្មណ៍នៅមុខងារខាងក្រោមរូបភាពនេះទេដែលមានដូចជា crop ដែលមានដូចជាការ add នៅ edit ការគូសពណ៌ជាដើមឬក៏ការថែមពន្លឺ adjust ឬក៏ SD និង HD នេះឯងអញ្ចឹងបើសិនជាក្នុងករណីថាអ្នកទាំងអស់គ្នាមិនចង់ send ជា file ទេចង់ send ធម្មតាក៏មាននៅមុខងារ HD សម្រាប់អ្នកទាំងអស់គ្នាផងដែរអញ្ចឹងកន្លែងនេះនៅពេលដែលមួយអ្នកទាំងអស់គ្នាចុច HD គឺវានៅជា SD ធម្មតាបានន័យថារូបភាពហ្នឹងគឺមានកម្រិតច្បាស់ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យរូបភាពហ្នឹងកាន់តែច្បាស់ high quality ទៀតអ្នកទាំងអស់គ្នាគ្រាន់តែដូរទៅកាន់ពាក្យថា HD មកគឺរួចជាការស្រេចហើយអ្នកទាំងអស់គ្នាចុចកន្លែងសញ្ញាប៊ូតុងបញ្ជូននេះទៅគឺរួចជាការស្រេចហើយអូខេអ្នកនរគ្នាចង់សម្រាប់មុខងារមួយនេះគឺមានតែប៉ុណ្្នឹងទេហើយបើអ្នកនរគ្នាពេញចិត្តនឹងវីដេអូនេះកុំភ្លេចជួយចុច like ក៏ដូចជា follow page ខ្ញុំម្នាក់មួយផងអរគុណជួបគ្នានៅក្នុងវីដេអូក្រោយ